ក្មេងស្រីម្នាក់គ្រាន់តែបានដាក់ចំណីឲ្យមាន់គប់មួយក្បាលស៊ីប៉ុណ្ណោះតែអ្វីដែលនឹកស្មានមិនដល់គឺមាន់គប់នោះស្រាប់តែហើបមាត់និយាយអរគុណនាងនាងគិតថាខ្លួនឯងប្រហែលជាភ័ន្តច្រឡំហើយប៉ុន្តែនៅថ្ងៃបន្ទាប់ពេលនាងរៀបនឹងចេញពីផ្ទះមាន់គប់នោះក៏បាននិយាយម្ដងទៀតវាបានព្រមាននាងថាកុំពាក់មួកស្លឹកពណ៌ក្រហមនៅពេលយប់ឲ្យសោះបើមិនដូច្នោះទេជីវិតនាងនឹងជួបគ្រោះដោយភាពភ័យខ្លាចក្មេងស្រីនោះបានប្រញាប់ចាក់ចេញភ្លាមប៉ុន្តែនៅល្ងាចនោះខណៈពេលដែលនាងកំពុងធ្វើដំណើរត្រឡប់មកផ្ទះវិញស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឲ្យនាងជាប់យ៉ាងនៅមាត់ទ្វារមន្ទីរពេទ្យនោះមិត្តរួមការងារបរិសម្នាក់បានហុចមួកស្លឹកពណ៌ក្រហមឲ្យនាងដើម្បីពាក់ការពារកុំឲ្យទឹកភ្លៀងក្មេងស្រីនោះក៏នឹកឃើញដល់ការព្រមានរបស់មាន់គប់កាលពីព្រឹកមិញភ្លាមនាងមានអារម្មណ៍តក់ស្លុតហើយបានបដិសេធសេចក្តីល្អរបស់មិត្តរួមការងារនាងភ្លាមប៉ុន្តែមិត្តល្អរបស់នាងដែលមិនដឹងរឿងបានឆក់យកមួកនោះពីដៃនាងរួចពាក់លើក្បាលហើយដើរចេញទៅបាត់ទោះជាយ៉ាងណានៅថ្ងៃបន្ទាប់ពេលទៅធ្វើការក្មេងស្រីនោះសង្កេតឃើញអ្នកភូមិចំរោមមើលអ្វីម្យ៉ាងនៅតាមផ្លូវដោយក្តីចង់ដឹងនាងក៏ដើរទៅមើលហើយនាងនឹកស្មានមិនដល់សោះថាមនុស្សដែលកំពុងដេកស្លាប់នៅលើដីគឺជាមិត្តល្អរបស់នាងដែលបានពាក់មួកក្រហមកាលពីយប់មិញរឿងនេះបានធ្វើឲ្យនាងភ័យតក់ស្លុតជាខ្លាំងនាងមិននឹកស្មានថាសម្ដីរបស់មាន់គប់កាលពីយប់មិញខ្លាចជាការរឹតពិតសោះក្មេងស្រីនោះបានប្រញាប់ទៅសួរមាន់គប់ភ្លាមថាតើមានរឿងអ្វីកើតឡើងតែមាន់គប់មិនឆ្លើយតបឡើយដូច្នេះនាងក៏ដាក់ចំណីឲ្យវាស៊ីបន្ថែមទៀតប៉ុន្តែមាន់គប់នៅតែមិនបង្ហាញប្រតិកម្មអ្វីទាំងអស់នាងក៏សន្និដ្ឋានថារឿងមុននេះប្រហែលជាភាពចៃដន្យឲ្យប៉ុណ្ណោះព្រោះមាន់ឯណាអាចនិយាយកើតរួចនាងក៏រៀបចំខ្លួនទៅធ្វើការបន្តស្រាប់តែពេលនោះមាន់គប់ក៏បាននិយាយម្ដងទៀតវាមាននាងថានាងត្រូវតែត្រឡប់មកផ្ទះវិញឲ្យបានមុនម៉ោង 10 យប់បើមិនដូច្នោះទេនាងនឹងត្រូវស្លាប់ជាមិនខានបន្ទាប់ពីទៅដល់មន្ទីរពេទ្យដែលនាងតែងតែនឹកឃើញដល់សម្ដីរបស់មាន់គប់រហូតក្នុងចិត្តខណៈនោះមិត្តរួមការងាររបស់នាងកំពុងពិភាក្សាគ្នាពីរឿងរបស់នាងនិទានដ៏គួរឲ្យខ្លាចអំពីខ្លាឃ្មុំដែលដណ្ដប់ដោយស្បែកមនុស្សនៅពេលនាងកំពុងតែគិតយ៉ាងជ្រៅមិត្តរួមការងារបរិសម្នាក់បានលេចមុខឡើងហើយប្រាប់ឲ្យគ្រប់គ្នាឈប់និយាយរឿងចាំអារ៉ាមនៅពេលជិតដល់ម៉ោងចេញពីធ្វើការក្មេងស្រីនោះទើបតែដកដង្ហើមធំដោយក្តីធូរស្បើយបន្តិចស្រាប់តែមិត្តរួមការងារបរិសម្នាក់បានជួយធ្វើការបន្ថែមម៉ោងដោយសារមានអ្នកជំងឺត្រូវការការមើលថែហើយអ្វីដែលចម្លែកនោះគឺគេបានសង្កត់ធ្ងន់ថាថ្នាំសេរ៉ូមនឹងត្រូវហូរអស់នៅក្រោយម៉ោង 10 យប់រឿងនេះបានធ្វើឲ្យនាងស្រឡាំងកាំងនិងភ័យខ្លាចជាខ្លាំងនាងចាប់ផ្ដើមសង្ស័យថាទាំងអស់នេះមិនមែនជាភាពចៃដន្យឡើយប៉ុន្តែវាគឺជាអន្ទាក់មរណៈដែលមិត្តរួមការងារបានកន្លងទៅបន្តិចម្ដងទឹកសេរ៉ូមហូរយឺតគួរឲ្យធុញទ្រាន់ហើយទូរស័ព្ទនាងក៏អស់ថ្មរលត់បាត់ទៀតនាងត្រូវបានកាត់ដាច់ទំនាក់ទំនងពីពិភពខាងក្រៅទាំងស្រុងនឹកដល់សម្ដីរបស់មាន់គប់នាងមានអារម្មណ៍មិនស្រួលក្នុងចិត្តតតែសោះប៉ុន្តែសំណាងល្អទឹកសេរ៉ូមបានអស់នៅម៉ោង 10 យប់ល្មមនាងប្រញាប់រៀបចំបញ្ចប់ការព្យាបាលប៉ុន្តែភ្លាមនោះបុរសម្នាក់កាន់ញួរបានដើរចូលតាមទ្វារយ៉ាងយឺតរឿងនេះធ្វើឲ្យនាងដែលកំពុងភ័យស្រាប់កាន់តែតក់ស្លុតថែមទៀតរួចនាងក៏ដឹងថាបុរសនោះគឺជាមិត្តរួមការងាររបស់នាងថាហេតុអ្វីបានជាកាន់ញួរមិត្តរួមការងារនោះក៏ពន្យល់ភ្លាមថាគេគ្រាន់តែមកជួសជុលបង្អួចដែលខូចប៉ុណ្ណោះដោយឃើញថានាងមានការភ័យខ្លាចគេក៏ស្ម័គ្រចិត្តដើរជូននាងទៅផ្ទះបន្ទាប់មកគេក៏បានជួយនាងរៀបចំទុកដាក់សម្ភារៈអ្នកជំងឺឲ្យរួចរាល់នៅពេលនាងគិតថាសម្ដីមាន់គប់មិនខ្លាចជាការពិតមិត្តរួមការងារនោះស្រាប់តែប្រាប់ថានាឡិកានៅមន្ទីរពេទ្យគឺខូចទេវាមើលលឿនជាងម៉ោងពិតកន្លះម៉ោងដូច្នេះមានន័យថាឥឡូវមិនទាន់ដល់ម៉ោង 10 ឡើយនាងក៏ដឹងភ្លាមថាគ្រោះថ្នាក់មិនទាន់ផុតទៅណាឆ្ងាយឡើយក្រោយមកខណៈពេលដើរជូននាងត្រឡប់ទៅផ្ទះនាងមានចម្ងល់ពីសាច់រឿងព្រេងនិទានដែលមិត្តរួមការងារនិយាយមិនទាន់ចប់នាងក៏សួរគេថាតើមានរឿងអ្វីកើតឡើងបន្តទៀតឬដូច្នេះមិត្តរួមការងារក៏រៀបរាប់ពីខ្លាឃ្មុំស្បែកមនុស្សនោះថាវាអាចបកស្បែកមនុស្សបានយ៉ាងស្អាតហើយបន្លំខ្លួនធ្វើជាជនរងគ្រោះនោះវាត្រាប់តាមទាំងសម្លេងនិងរូបរាងបានយ៉ាងឥតខ្ចោះធ្វើឲ្យគ្មាននរណាអាចសម្គាល់វាដឹងឡើយនៅក្នុងចំណោមមនុស្សប៉ុន្តែនៅពេលគេនិយាយចប់ស្រាប់តែមានស្រមោលខ្មៅមួយឆ្វាត់កាត់មុខពួកគេមិត្តរួមការងារនោះបានចាប់ដៃនាងរត់ចេញពីទីនោះយ៉ាងលឿនសំណាងល្អពួកគេទាំងពីរបានមកដល់មុខផ្ទះរបស់នាងដោយសុវត្ថិភាពបន្ទាប់ពីលាមិត្តរួមការងារហើយនាងក៏ចូលក្នុងផ្ទះគឺម៉ោង 10 យប់ល្មមមានតែពេលនេះទេដែលនាងអាចដកដង្ហើមធំដោយក្តីធូរស្បើយប៉ុន្តែនៅពេលដែលនាងរៀបនឹងចូលគេងស្រាប់តែមានសំឡេងគោះទ្វារយ៉ាងខ្លាំងបន្លឺឡើងនាងឆ្ងល់យ៉ាងខ្លាំងថាតើនរណាមករកនាងទាំងកណ្ដាលអធ្រាត្របែបនេះនាងដើរទៅមាត់ទ្វារហើយសួរដោយប្រុងប្រយ័ត្នថាជានរណានាងនឹកស្មានមិនដល់សោះដែលឮសំឡេងមិត្តរួមការងារនាងនៅខាងក្រៅនៅពេលនាងរៀបនឹងបើកទ្វារមាន់គប់នៅក្នុងទ្រុងបានស្រែកព្រមាននាងយ៉ាងខ្លាំងថាកុំឲ្យបើកទ្វារបើមិនដូច្នោះទេជីវិតរបស់នាងនឹងជួបគ្រោះថ្នាក់រឿងនេះធ្វើឲ្យនាងមានការប្រុងប្រយ័ត្នខ្ពស់ភ្លាមព្រោះមិត្តរួមការងារនាងទើបតែប្រាប់រឿងព្រេងបិសាចបកស្បែកមនុស្សមុននេះនាងក៏បានបដិសេធមិនបើកទ្វារឲ្យគេចូលឡើយតែគេនៅតែទូចថាមានរឿងអាសន្នបំផុតដែលត្រូវប្រាប់នាងផ្ទាល់មាត់ខណៈដែលនាងកំពុងស្ទាក់ស្ទើរថានឹងបើកទ្វារឬអត់ស្រាប់តែមានសំឡេងស្រែកសុំឲ្យជួយពីខាងក្រៅថាមានបិសាចកំពុងដេញតាមគេដើម្បីបញ្ជាក់ថាគឺជាមិត្តរួមការងារពិតមែនឬអត់នាងបានសួរសំណួរអំពីព័ត៌មានអ្នកជំងឺដែលមានតែនាងនិងគេប៉ុណ្ណោះដែលដឹងប៉ុន្តែសំឡេងខាងក្រៅឆ្លើយខុសទាំងស្រុងវិនាទីបន្ទាប់សំឡេងនោះក៏បន្លឺសំណើចយ៉ាងគួរឲ្យរន្ធត់រួចក៏ក្លាយជាសំឡេងមិត្តល្អរបស់នាងដែលបានស្លាប់ទៅជាយូរមកហើយរឿងនេះបញ្ជាក់ច្បាស់ដល់នាងថាអ្នកនៅខាងក្រៅគឺជាបិសាចបកស្បែកមនុស្ស